ជីវិតមិនលឿនពេកទេបើយើងដើរតាមល្បឿនខ្លួនឯងសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ប្រចាំសប្តាហ៍របស់យើងនាងខ្ញុំសុជាតារំភើបណាស់ដែលបានវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាជាមួយប្រធានបទដ៏មានអត្ថន័យមួយនៅថ្ងៃនេះបាទសួស្តីសុជាតាហើយក៏សូមជម្រាបសួរទៅកាន់បងប្អូនអ្នកស្ដាប់យើងទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែនដែលបានមកអង្គុយជជែកគ្នាអំពីរឿងរ៉ាវជីវិតដែលមនុស្សជាច្រើនកំពុងជួបប្រទះពិតមែនហើយបងសារឿនប្រធានបទថ្ងៃនេះគឺជីវិតមិនលឿនពេកទេបើយើងដើរតាមល្បឿនខ្លួនឯងបងដឹងទេជារឿយៗពេលខ្ញុំបើកមើលបណ្ដាញសង្គមឃើញមិត្តភក្តិខ្លះទិញឡានខ្លះរៀបការខ្លះឡើងតំណែងខ្ពស់ពេលខ្លះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងដើរយឺតជាងគេមែនទែនខ្ញុំយល់ច្បាស់ណាស់សុជាតាអារម្មណ៍នេះគេហៅថា comparison trap ឬអន្ទាក់កណាប្រៀបធៀបយើងរស់នៅក្នុងសម័យកាលដែលអ្វីៗហាក់ដូចជាលឿនស្លេវយើងឃើញតែលទ្ធផលជោគជ័យរបស់អ្នកដទៃប៉ុន្តែយើងមិនបានឃើញការលំបាកនៅពីក្រោយខ្នងរបស់គេឡើយពិតមែនហើយបងពេលខ្លះវាសម្ពាធដល់ថ្នាក់ធ្វើឲ្យយើងភ្លេចមើលថាខ្លួនឯងក៏បានខំប្រឹងអស់ពីចិត្តដែរតើយើងគួរធ្វើបែបណាដើម្បីឈប់មានអារម្មណ៍ថាខ្លួនឯងដើរយឺតបែបនេះចំណុចសំខាន់គឺត្រូវដឹងថាគ្រប់យ៉ាងមានរដូវកាលរបស់វាសាកស្រមៃមើលសុជាតាផ្កាឈូក្រតវារីកនៅពេលថ្ងៃចំណែកផ្កាម្លឹះវារីកនឹងចែកក្លិនក្រអូបនៅពេលយប់ពួកវាមិនប្រកួតប្រជែងគ្នាថាណែណារីកមុនឬក្រោយនោះទេព្រោះពួកវាដឹងពីពេលវេលាដ៏ត្រឹមត្រូវរបស់ខ្លួនឯងអូជាការប្រៀបធៀបដ៏អស្ចារ្យមែនទែនបងមានន័យថាបើទោះជាមិត្តភក្តិយើងជោគជ័យនៅអាយុ25ឆ្នាំហើយយើងទើបតែចាប់ផ្ដើមនៅអាយុ30ឆ្នាំក៏មិនមែនមានន័យថាយើងបរាជ័យដែរមែនទេប្រកបណាស់ជីវិតមិនមែនជាការរត់ប្រណាំង100ម៉ែត្រដែលត្រូវកាត់សេចក្តីត្រឹមតែប៉ុន្មានវិនាទីនោះទេវាគឺជាការរត់ម៉ារ៉ាតុងអ្វីដែលសំខាន់បំផុតមិនមែនជាល្បឿនដែលអ្នកដើរនោះទេប៉ុន្តែគឺជាភាពជាប់លាប់និងទីដៅដែលអ្នកកំពុងទៅចុះបើក្នុងអំឡុងពេលដែលយើងកំពុងដើរតាមល្បឿនខ្លួនឯងហ្នឹងមានអ្នកដទៃមកនិយាយថាយើងអន់ឬយើងយឺតជាងគេតែយើងគួរដោះស្រាយចិត្តបែបណាសំណួរល្អណាស់សុជាតាអើយមាត់មនុស្សយើងមិនអាចហាមឃាត់បានទេប៉ុន្តែយើងអាចរឿនមិនយកសម្ដីទាំងនោះមកដាក់ក្នុងខ្លួនបានយើងត្រូវចាំថាគ្មានអ្នកណាម្នាក់ស្គាល់ការលំបាកនិងការតស៊ូរបស់យើងច្បាស់ជាងខ្លួនយើងឡើយចូលបដោតលើការរីកចម្រើនត្រឹមតែ 1% រៀងរាល់ថ្ងៃក៏ជាជោគជ័យមួយដែរ Inspired និយាយបែបនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យមួយឃ្លាថាកុំយកទំព័រទី1របស់អ្នកទៅប្រៀបធៀបជាមួយទំព័រទី20របស់អ្នកដទៃមែនទេបងត្រឹមត្រូវបំផុតរាល់ការជោគជ័យសុទ្ធតែឆ្លងកាត់ការហ្វឹកហាត់និងការដួលជាច្រើនដងប្រសិនបើយើងបង្ខំខ្លួនឯងឲ្យដើរតាមល្បឿនអ្នកដទៃយើងនឹងហត់នឿយហើយចុងក្រោយយើងអាចនឹងបោះបង់ចោលក្តីស្រមៃខ្លួនឯងWarmly ស្ដាប់បងនិយាយហើយខ្ញុំមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តមែនទែនជីវិតគឺជាការរៀនសូត្រការដែលយើងដើរយឺតប៉ុន្តែដើរដោយភាពជឿជាក់និងមានសេចក្តីសុខគឺជារឿងដែលអស្ចារ្យបំផុតហើយបាទដូច្នេះសម្រាប់បងប្អូនដែលកំពុងស្ដាប់ប្រសិនបើអ្នកមានអារម្មណ៍ថាហត់នឿយនឹងការដេញតាមពិភពលោកខាងក្រៅចូលឈប់មួយផ្លែតដកដង្ហើមឲ្យវែងៗហើយសួរខ្លួនឯងថាតើអ្វីដែលយើងចង់បានពិតប្រាកដកុំបារម្ភពីរឿងដើរយឺតបារម្ភតែរឿងឈប់ដើរបានហើយពិតជាមានន័យណាស់បងសារឿនសង្ឃឹមថាការជជែកគ្នារបស់យើងនៅថ្ងៃនេះនឹងក្លាយជាកម្លាំងចិត្តសម្រាប់អ្នកដែលកំពុងមានអារម្មណ៍ថាខ្លួនឯងដើរយឺតជាងគេចងចាំថាអ្នកកំពុងស្ថិតនៅពេលវេលាដ៏ត្រឹមត្រូវរបស់អ្នកជានិច្ចបាទសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានក្តីសុខជាមួយល្បឿនជីវិតរៀងៗខ្លួនជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតចា៎សូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់កុំភ្លេចថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អជម្រាបលា